បាទសួស្តីបងប្អូនឃើញក្បាលវីដេអូយើងតំណងតាមហូបអីបងប្អូនបាទតាមពិតជូរព្រៃទេបងប្អូនបាទជូរព្រៃនេះខ្លែងទេបងប្អូនមានបន្លែច្រើនមុខបាទតាមហូបនេះជូរព្រៃនេះឆ្ងាញ់ណាស់បងប្អូនបាទនេះមានបន្លែត្រប់បាទត្រប់ស្រួយយើងនិងបៃប៉ោះបាទនិងម្ទេសហាវ៉ៃយើងពីរផ្លែមកបាទមានផ្សិតច្បែងមានផ្សិតសបាទបន្លែយើងហាន់អញ្ចឹងមកបងប្អូនបាទហាន់ជា2ជា3អញ្ចឹងមកអាណាធំជា3អាណាតូចជា2បងប្អូនតបឲ្យបៃប៉ោះហ្នឹងបាទយើងទឹកឲ្យស្អាតមកបងប្អូនបាទបន្លែយើងយកទឹកឲ្យស្អាតមកទាំងទឹកអីយើងហ្នឹងដាក់ច្រៃទៅរំសិនមកបងប្អូនបាទច្រាំប្រហុកមកបងប្អូនកុំឲ្យមានឆ្អឹងបាទសាច់មាន់យើងកាប់ដុំរាវធំតិចមកកោះមាន់គឺយើងខ្ញុំមានកោះមាន់1គីឡូបងប្អូនបាទនេះស្ងោរឆ្អិនហើយយើងមកលាងទឹក3ទឹកស្អាតទៅមកហើយហាន់ធំមកបងជា2មកឲ្យរៀងធំកុំអត់វាមើលទៅអត់តំណងបាទមានឈាម2ដុំនឹងដោះគោជំនួយគ្រឿងវាទៀតបងប្អូនបាទគ្រឿងយើងដាក់ខ្លាញ់ហើយបំពងចឹងមកបងប្អូនយើងដាក់ទៅរົບគ្នាមកចាក់លីងឲ្យឈ្ងុយមកយើងដាក់ប្រហុកយើងទៅបាទកូរប្រហុកឲ្យឈ្ងុយទៀតកូរប្រហុកឈ្ងុយហើយយើងចាក់សាច់យើងបងប្អូនសាច់មាន់យើងដាក់ឆៅវិញណាមិនថាកោះមាន់យើងស្ងោរទេដាក់ឆៅមុនកោះមាន់ចាំយើងដាក់ក្រោយបងប្អូនបាទលីងវាចូលជាតិហើយចាំយើងដាក់គ្រឿងក្រៅមកសាច់ឆៅយើងហ្នឹងសាច់មាន់ហ្នឹងបាទទឹកត្រីបាទលីងវាចូលជាតិទៅមកបងប្អូនបាទថែមរ៉ូឌីបាទរ៉ូឌីប៊ីចេងមួយស្លាបព្រាបាទស្ករមួយស្លាបព្រាមកក៏មិនបាច់ប្រើច្រើនទេព្រោះយើងប្រើដោះគោបងប្អូនបាទព្រៃខ្យងតិចមកបាទកូរវាឲ្យសប់ឲ្យចូលជាតិសិនចាំយើងចាក់សាច់យើងស្ងោរមិនបាទលួចអំបិលមកចាប់ផងបាទដោះគោចាក់ឈូនិងអំបិលទុំរបស់យើងត្រាំទឹកហើយស្អីបងប្អូនបាទរ៉ូឌីមួយដុំផងបាទដាក់កូរយើងឲ្យមានចូលជាតិទៅយើងចាក់សាច់យើងស្ងោរឆ្អិនមិញចាក់ចូលបងប្អូនបាទចូលហើយយើងត្រឡប់ទៅចូលគ្នាមកចូលគ្រឿងហើយចាំយើងចាក់ទឹកបងប្អូនថែមទឹកយើងមកល្មមទៅមើលមកស្មើទឹកស្មើកាកបាទដាក់បន្លែធ្លាប់មុនបន្លែធ្លាប់បំពុះយើងដាក់បន្លែពេញប៉ោះនឹងទីហាវ៉ៃយើងតាមក្រោយបងប្អូនផ្សិតយើងទុកតាមក្រោយផ្សិតព្រោះវាទុនជាងគេបងប្អូនបាទឆ្អិនហើយចាក់ផ្សិតមករឿងតំណៅបងប្អូនបាទអូហូបនេះស្លមកជូរព្រៃមួយមុខនេះឆ្ងាញ់ណាស់បងប្អូនសាកឡមើលតាមខ្ញុំខុសទេបាទឆ្ងាញ់ណាស់ងុយមករះព្រៃ